បាទសួស្តីបងប្អូនខ្ញុំអាប់ដេតបន្តពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មដែលសម្លាប់ប្រពន្ធខ្លួនឯងនៅខេត្តកំពង់ស្ពឺណាឥឡូវនេះគឺខាងកសន្តិភាពគាត់បានចុះផ្សាយលម្អិតពាក់ព័ន្ធជាមួយនឹងករណីនេះហើយអញ្ចឹងខ្ញុំនឹងអាប់ដេតជូនអ្នកទាំងអស់គ្នាតែម្ដងបាទអញ្ចឹងកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺរួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍បាទនេះគឺជាចំណងជើងរបស់ខាងកសន្តិភាពតែគាត់បានចុះផ្សាយអញ្ចឹងជនដៃដល់ជាប្តីក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះនៅខេត្តកំពង់ស្ពឺរួចក៏ជិះម៉ូតូគេចខ្លួនទំនងជាចង់ទៅស្រុកកំណើតនៅក្រុងដូនកែវខេត្តតាកែវតែពេលជិះបានពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍មួយចំនួនជាមួយនឹងរថយន្តមួយគ្រឿងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុបាទអញ្ចឹងគាត់សម្លាប់គ្រួសារគាត់ហើយប្រពន្ធគាត់ហើយក៏គាត់ជិះគេចខ្លួនណាគេចខ្លួនហើយក៏ជួបគ្រោះថ្នាក់ខ្លួនឯងយើងមិនដឹងថាចេតនារបស់គាត់ជិះចូលឡានតែម្ដងឬក៏ជាគ្រោះថ្នាក់ឆែកដន្យទេបាទអញ្ចឹងនេះគឺជារូបភាពដែលផ្តិតដោយខាងកម្ពុជាថ្មីនៅកន្លែងទីតាំងគ្រោះថ្នាក់ចរាចរណ៍តែម្ដងបាទរូបភាពនេះគឺនៅទីតាំងគ្រោះថ្នាក់ចរាចរណ៍សូមជម្រាបថាជនដៃដល់ដែលជាប្តីដែលកាប់សម្លាប់ប្រពន្ធមានឈ្មោះអ៊ុំសាខនភេទប្រុសអាយុ36ឆ្នាំមានស្រុកកំណើតនៅភូមិខ្សឹងឃុំរកាធំក្រុងដូនកែវខេត្តតាកែវបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះក្លូតស្រីនីភេទស្រីអាយុ35ឆ្នាំបណ្ដាលឲ្យស្លាប់នៅក្នុងផ្ទះស្ថិតនៅភូមិកណ្ដាលឃុំពោធិ៍អង្ក្រងស្រុកបរសែតខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង8យប់ថ្ងៃទី22ខែកក្កដាឆ្នាំ2026គឺនៅថ្ងៃពុធនេះបាទនេះគឺជាម៉ូតូជនរងគ្រោះដែលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បាទរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺក្រោយពីការកាប់សម្លាប់ប្រពន្ធរួចជនដៃដល់បានយកម៉ូតូមួយគ្រឿងម៉ាកឡេតពណ៌ទឹកប្រាក់ស្លាកលេខកំពង់ស្ពឺ 1M1903 រួមជាមួយវត្ថុតាងកាំបិតគេចខ្លួនបាត់លុះដល់វេលាម៉ោង11យប់ថ្ងៃដដែលកម្លាំងនគរបាលអធិការឋាននគរបាលស្រុកបរសែតណាបានទទួលព័ត៌មានថាជនដៃដល់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូចូលរថយន្តម៉ាក Hyundai ប្រភេទឃ្លុប2តោនកន្លះពណ៌សស្លាកលេខភ្នំពេញ 3G 5635បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុនៅលើផ្លូវជាតិលេខ2ចន្លោះគីឡូម៉ែត្រ65និង66នៅភូមិស្វាយព្រៃឃុំលំចង់ស្រុកសំរោងខេត្តតាកែវបាទនេះជារថយន្តដែលជនសង្ស័យគាត់ជាឃាតករជនសង្ស័យជាឃាតករគាត់បើកម៉ូតូទៅបុកហើយបណ្ដាលឲ្យស្លាប់ខ្លួនឯងបាទរថយន្តដែលជនសង្ស័យអ៊ុំសខនជិះបុកបាទសពជនសង្ស័យជាឃាតករឈ្មោះអ៊ុំសខនត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការឋាននគរបាលស្រុកសំរោងចំណាត់ការតាមនីតិវិធីនិងបកគោជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីទោះបីជាយ៉ាងណាក្នុងករណីឃាតកម្មប្តីសម្លាប់ប្រពន្ធនេះនៅមិនទាន់មានប្រភពណាមួយបញ្ជាក់ពីមូលហេតុរហូតដល់មានការកើតឡើងជាអំពើហិង្សាកាប់សម្លាប់គ្នានៅឡើយទេបាទអញ្ចឹងខាងព័ត៌មានកម្ពុជាថ្មីក៏ដូចជាខាងសមត្ថកិច្ចគាត់នៅតែអត់ទាន់ទទួលបានព័ត៌មានជាក់លាក់ណាគាត់តែការស្រាវជ្រាវបន្តអញ្ចឹងបើសិនជាមានព័ត៌មានអីអាប់ដេតបន្ថែមទៀតខ្ញុំនឹងព្យាយាមអាប់ដេតបន្តជូនអ្នកទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានពេញលេញនៅក្នុងករណីនេះបាទនេះគឺជារូបភាពប្រពន្ធដែលបានស្លាប់ណាហើយនេះគឺជារូបភាពឃាតករដែលសម្លាប់ប្រពន្ធខ្លួនឯងនឹងជិះគេចខ្លួនរហូតដល់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ខ្លួនឯងដែរបាទអញ្ចឹងនៅពេលដែលមានព័ត៌មានថ្មីទៀតខ្ញុំនឹងអាប់ដេតជូនអ្នកទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណ